តរត្រី023 និង025 Dark Edition តោះខ្ញុំមក review 023 ជូនបងមុនសិនបងប្អូនទាំងអស់គ្នាណាចាមកគ្រឿងនេះគឺខ្ញុំធានាឲ្យបងទាំងអស់គ្នាផិនភាកគឺមកលេះមកអែមតែម្ដងបងប្អូនទាំងអស់គ្នាចានិយាយទៅពី023រហូតដល់025អ្វីដែលអត់ខុសគ្នាគឺរូបរាងនឹងតែម្ដងបងប្អូនទាំងអស់គ្នាណាចាមកគ្រឿងនេះបានក្នុងចា like ខ្មៅលាយតពេចអែមខ្លាំងមែនតើបងប្អូនទាំងអស់គ្នាចេញមកពីរោងចក្របែបមិនគឺសល់ទាំងសនំតែម្ដងគឺនៅថ្មីនៅលះខ្លាំងណាបងប្អូនទាំងអស់គ្នាណាចាចង់បានភាពទំនើបភាពស៊ីវិល័យឆ្នាំផលិតខ្ពស់ស៊ីសាំងតិចហើយបងពុនក៏តិចណាបងប្អូនអាចមកមើលទៅលើប្រភេទ Fortnite ចាមើលបានណាបងប្អូនទាំងគ្នាសំខាន់គឺនៅទីតាំងនេះគឺមានច្រើនខ្លាំងមែនតើបងប្អូនទាំងគ្នាមានពី023រហូតដល់025អញ្ចឹង3គ្រឿងហ្នឹងបងប្អូនទាំងគ្នាស្រឡាញ់ពេញចិត្តចាអាចមកមើលជាមួយនឹងខាងវុធីមានលាបតែផងបានរំលោះឃ្លាំងតបបងប្អូនកាន់ត្រឹមតែ$13000ជាងទេមកដកចេញភ្លាមតែម្ដងបងប្អូនទាំងគ្នាតោះយើងចូលមកដល់ប្រភេទត្រាត្រីដូចគ្នា024ប៉ុន្តែបងប្អូន023មួយ024អត់មានអីខុសគ្នាទេបងប្អូនទាំងគ្នាណាចាខោតែឆ្នាំផលិតទេអញ្ចឹងយើងចូលដល់ចំណុចសំខាន់ណាបងប្អូនទាំងគ្នាណាចាមកគ្រឿងនេះអែមលះខ្លាំងមែនតើបានជាប្រភេទ Dark Edition តបោពណ៌ខ្មៅយ៉ាន់ពណ៌ខ្មៅបណ្ណាមុខក៏ខ្មៅដែរបងប្អូនទាំងគ្នាចានិយាយទៅគឺប្រភេទ option ដែរបងប្អូនចារយូរមកហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចាប់អារម្មណ៍3គ្រឿងហ្នឹងបងប្អូនកាន់តាលុយចូលរួមមុនមក13000ជាង14000ជាងរំលោះឃ្លាំងតកុំភ្លេចភ្ជាប់មកមួយឯកសារ2ស្លឹកតាក់សញ្ញាប័ណ្ណនិងសភៅគ្រួសារលក្ខខណ្ឌខាងខ្ញុំអត់ជាប់ទៅលើប្រព័ន្ធ CPC អត់ឆែកទៅលើប្រព័ន្ធ CPC អត់ខ្វល់ទីលំនៅអត់ខ្វល់មុខរបរការរកស៊ីអីទាំងអស់អ្វីដែលខ្វល់បងប្អូនកាន់តាលុយមកដល់ដកឡានជាមួយនឹងវុធីមានលាបតែផនអត់មានគិតថ្ងៃបនថ្ងៃទៀនថ្ងៃសៅរ៍ថ្ងៃអាទិត្យអីទេឲ្យតែបងប្អូនកាន់លុយគឺមកដកឡានបានហើយអូ